ยังระเบิดติ๊กติ๊ก You want to see something funny? đời hướng mau chơi chơi những thứ mình nhóm mau chơi rất lớn này mình bươn lươn một con thôi thì du chiến này sao ta kêu là vậy nữa nó miền mặt trái ngay chơi rất lớn là một bể nhỉ châu không ăn sạp nên mình nẹm bao hồi dền នេះគឺជាវឡុកថ្ងៃទី4នៃពួកយើងទៅលេងជប៉ុនហើយនៅថ្ងៃទី4ហ្នឹងគឺពួកខ្ញុំបានចាក់ចេញពីតូក្យូទៅលេងខេត្តមួយទៀតក្នុងប្រទេសជប៉ុនគឺគីយ៉ូតូចំណុចពិសេសសន្តាគារហ្នឹងគឺត្រង់កន្លែងគេប្រើមនុស្សយន្តឲ្យធ្វើការហ្នឹងតែម្ដងពេលដែលខ្ញុំ check out ពួកយើងយកសោយកអីមកឲ្យគេទៅឲ្យសោរួចហើយមនុស្សយន្តគេក៏អរគុណទៀតហើយពួកយើងក៏ធ្វើដំណើរចេញពីសន្តាគារទៅស្ថានីយ៍រថភ្លើងនៅតូក្យូវិញម្ដងដើម្បីត្រៀមជិះ bullet train រថភ្លើងគេហ្នឹងគឺវែងមែនទែនសម្រាប់សបត់គឺហៀគាត់កក់ឲ្យអស់ហើយអញ្ចឹងហើយពួកខ្ញុំគ្រាន់តែដើរមកដើម្បីរកកបាំងនិងខ្សែរថភ្លើងដែលពួកយើងត្រូវជិះថ្ងៃនេះ ខ្ញុំនឹងមកជិះរថភ្លើងដែលមានល្បឿនលឿនបំផុតនៅទីក្រុងតូក្យូគឺសេនកាន់សែន2តូក្យូទៅគីយ៉ូតូក្នុងរយៈល្បឿន 320 គីឡូម៉ែត្រក្នុង1ម៉ោងនៅក្នុងនោះគេមាន free wifi ហើយនេះកន្លែងដាក់អីបានហើយកន្លែងនេះគឺយើងអាចចូលទូរស័ព្ទបានទៀតយើងជិះរយៈពេល2ម៉ោង15នាទីពីតូក្យូទៅគីយ៉ូតូ ឥឡូវយើងមកដល់គីយ៉ូតូហើយនេះគឺស្ថានីយ៍រថភ្លើងហើយនោះគឺហូថែលដែលយើងស្នាក់នៅឥឡូវនេះដើរទៅសណ្ឋាគារម្ដងនៅគីយ៉ូតូមានពលានយន្តហោះទេបើនៅអូសាកាមានអញ្ចឹងបើយើងចង់មកលេងនៅគីយ៉ូតូពីតូក្យូយើងត្រូវជិះរថភ្លើងល្បឿនលឿនគេគឺអា bullet train នេះឯងជិះតែមួយផ្លែតដល់ហើយ2ម៉ោងហើយយើងទៅណា ឥឡូវនេះយើងរៀបចំខ្លួនទៅ check in គេឲ្យយើង check in ម៉ោង 3 ឥឡូវនេះម៉ោងទៅ9 ជាងឯងអញ្ចឹងពួកខ្ញុំផ្ញើអីវ៉ាន់នៅ hotel សិនហើយយើងចេញទៅ Himeji ហើយថ្ងៃនឹងគឺជាថ្ងៃដែលពួកខ្ញុំជិះរថភ្លើងច្រើនបំផុតដែលពួកយើងបានចេញពីតូក្យូមកគីយ៉ូតូពីគីយ៉ូតូទៅ Himeji ពី Himeji ទៅ Uji ពី Uji ទៅអូសាកាហើយពីអូសាកាមកគីយ៉ូតូវិញគ្រាន់តែស្ដាប់ក៏មានអារម្មណ៍ថាញ៉ៃៗដែរត្រអត់បើសិនជាអ្នកទាំងអស់នេះជួបផ្ទាល់ដូចខ្ញុំវិញគឺរកថាឡើងបែកវល់តែម្ដងតាំងពីព្រឹកព្រលឹមដែលពួកយើងងើបយើងអត់ទាន់បានញ៉ាំអីអញ្ចឹងហើយពួកយើងក៏ទៅទិញអីញ៉ាំនៅជប៉ុនហ្នឹងគេល្បីអាបាយប្រអប់នេះអ្នកទាំងអស់នេះដែលគេលាយច្រើនមុខហើយពួកខ្ញុំក៏សាកញ៉ាំបាយប្រអប់នឹងចង់ទៅរសជាតិវាមិនដែរឥឡូវរៀបចំឡានរថភ្លើងជិះទៅ Himeji រថភ្លើងគេតម្លាក់មនុស្សភ្លាមៗហើយយើងចូលវិញភ្លាមតែម្ដងសំខាន់នៅនេះស្អីក៏លះដែរពួកខ្ញុំឡើងមកដល់លើនឹងហើយនៅអំបែងទៀតអំបែងអាកៅអីអង្គុយនឹងតែម្ដងពេលខ្លះយើងមើលលេខអីច្បាស់ហើយទៅអង្គុយគេអង្គុយកន្លែងយើងអ្នកអង្គុយកន្លែងយើងនឹងក៏គាត់អំបែងហើយយើងអំបែងក៏អត់មានកន្លែងអង្គុយដូចគ្នាល្ពៅជាមួយនឹងម៉ាក់នេះអានេះដូចសាច់នេះនេះសាច់ទុំនេះតំណងនេះតែមកគ្នាមើលទៅតំណងគួរឲ្យចង់ញ៉ាំតែខ្ញុំពីរនាក់ញ៉ាំបានតែវងដល់ពេលញ៉ាំយូរទៅមានអារម្មណ៍ថារសជាតិវាមិនដឹងអាម៉េចទេឡែបើផ្អែមខ្លាំងបើប្រៃខ្លាំងហ្មងយើងពីរនាក់ទៅ Himeji ហ្នឹងគឺយើងទៅដើម្បីលេងបងប្អូនដោយសារតែផ្ទះឡៅចេករបស់ហៀគឺនៅ Himeji ហ្នឹងអញ្ចឹងហើយពួកខ្ញុំបានចេញទៅលេងឡៅចេកមួយផ្លែតក៏ពួកយើងចេញទៅ Uji វិញម្ដងដោយសារតែរយៈពេលគឺវាគៀកគ្នាពេកយើងអត់សូវមានពេលច្រើននោះពេលដែលពួកខ្ញុំដល់ស្ថានីយ៍រថភ្លើងហ្នឹងក៏អ៊ីគាត់មកទទួលហើយយើងក៏រៀបចំចេញទៅលេងឡៅចេកផ្ទះប្រជាជនជប៉ុនគឺថាស្អាតតែម្ដងភ្លឹងយើងជិះប្រហែលជា25នាទីពីស្ថានីយ៍រថភ្លើងនៅ Himeji ហើយក៏មកដល់ផ្ទះឡៅចេកមកដល់ហើយអង្គុយនិយាយសន្ទនាជាមួយឡៅចេកមួយផ្លែតក៏ដូចជាជុំគ្នានិយាយគ្នាបានបន្តិចយើងក៏ដល់ពេលទៅវិញហើយពួកខ្ញុំក៏ចាក់ចេញទៅវិញដើម្បីត្រៀមធ្វើដំណើរទៅ Uji វិញម្ដងដោយសារយើងអត់សូវដឹងពី Uji សោះនេះយើងកំពុងធ្វើដំណើរចេញពី Himeji ទៅ Uji ទៅ Uji ដោយសារតែគេល្បីនៅនោះមានម៉ាត់ឆាឆ្ងាញ់ហើយយើងចង់ទៅមើលថាតើរសជាតិវាបែបណាក៏ដូចជាទឹកភ្លក់អូខេជិះរថភ្លើងឡើងបែងហើយក៏ពិតជិះត្រូវហើយតែគាត់ច្រឡំស្មានតែខុសហើយចុះដល់ពេលចុះមកស្ងាត់ជ្រាបចាំមើលភ្លើងផ្សេងមកទៀតគីឡូយើងទៅបាទយើងមកដល់ Uji Station ហើយយើងកំពុងតែដើរទៅរកឯគេ Temple
Kyoto in temple. ពេលដែលយើងចេញពីស្ថានីយ៍រថភ្លើងនៅអ៊ូជីនឹងហើយយើងក៏បានដើរធ្វើដំណើរនេះដើម្បីទៅរកកន្លែងប្រាសាទក្រហមនឹងនៅក្បែរប្រាសាទក្រហមនឹងគេល្បីមានកន្លែងគេលក់ម៉ាត់ឆាច្រើនទាំងម្សៅម៉ាត់ឆាទាំងគ្រឿងត្រេងផឹកហើយនឹងអាយស្គ្រីមនំអីនឹងនំតាក់ទងជាមួយនឹងម៉ាត់ឆានឹងគឺឆ្ងាញ់ណាស់ទាំងអស់គ្នាគ្រាន់តែដើរកាត់ក៏មានក្លិនឈ្ងុយម៉ាត់ឆាដែរហើយដើរមកសធុយើងក៏មកដល់ច្រកចូលនៃប្រាសាទមួយនឹងចូលក្នុងអាប្រាសាទនឹងម្នាក់700យ៉េនអញ្ចឹង2នាក់អស់400វាប្រហែលជា10រៀលចូលប្រាសាទហ្នឹងក្នុងហ្នឹងគេឲ្យយើងយកគ្រឿងផឹកឬក៏គ្រឿងញ៉ាំអីចូលទេនេះមកដល់ខាងក្នុងលំងប្រាសាទហើយតែអត់បានឃើញប្រាសាទទេឃើញវាច្រើនគេដើរមកលេងមានគូស្នេហ៍ហើយខ្ញុំក៏គូដែរសើចអី What? ស្អាតណាស់ អូប្រាសាទគេពណ៌ក្រហមឆ្អិនឆ្អៅលេជាមួយនឹងពណ៌សដូចផ្ទះហ្នឹងទៅខ្ញុំមកហាងល្ងឹតតិចហើយអានេះម៉ោង4ល្ងាចហើយមើលទៅប្រាសាទគេមានមាត់ទឹកអីមើលទៅស្អាតតំណងមួយយ៉ាងដែរខ្ញុំគិតថាមកលេងកន្លែងប្រាសាទអញ្ចឹងអ្នកទាំងអស់គ្នាគួរតែស៊ើច Google ឬក៏ឆាតសួរ ChatGPT សិនណាថាតើប្រាសាទហ្នឹងវាកើតឡើងក្នុងជំនាន់ណាគេអ្នកកសាងអីចឹងបើយើងដឹងកាន់តែច្រើនក៏កាន់តែល្អដែរដល់ពេលខ្ញុំនេះមកទាំងប្រពេញប្រពាំងមកទាំងបញ្ញាប់ឥឡូវនេះយើងមើលប្រាសាទហ្នឹងអស់ចិត្តហើយវាល្ងឹតដែរហើយយើងចាប់ដើមទៅរកញ៉ាំភ្លក់ម៉ាត់ឆានៅយូជីដោយសារតែនៅយូជីងល្បីម៉ាត់ឆាណាអញ្ចឹងទៅភ្លក់រសជាតិវាទាំងអស់គ្នាអ្នកទាំងអស់គ្នាចាំតែវាឆ្ងាញ់ប៉ុណ្ណាទៅ You eat it. មកភ្លក់ម៉ាត់ឆាអៃស្គ្រីមគេចង់ណារសជាតិម៉េចអូខេយើងល្វិញតិច You want to see something funny? I know it might taste anh ấy nhắm vời cho mình kêu nhưng mà nhắm vời cho mình kêu đây hướng mau chơi chơi nhưng cho mình nhóm chứ anh ta hàng là bình tĩnh original matcha mong là ai hết sạm rồi mơ mình nhà hết sạm và phân ra tới về để bán sạ rồi bán sọ nhầm ấy mơ sao phim nhắm tiền ạ ở đây ngon nhất đây là bình tĩnh rồi It's okay. đấy mẹ nhóm vì hàng matcha hàng ngon tích cái sầm rạp kia cứ good ngành original matcha ở đạch có bán creme ở miền có bán em từ 4 lùi nhà lấy ngành tới matcha là Yuji là cứ matcha nó chỉ hàng đạch ngành bật mong ban mùi tiền hơi đi mà nhâm bạc mới nhà ní à QQ à nó nhắm tới hàng là vì nhâm bạc mình tiền mà lên những câu chuyện này như này tặng khi bán khơiប្រាសាទ បុរាណ Japan ប្រាសាទ នឹង ហៀង ស្អាត ហើយ បាន មក ញ៉ាំ ម៉ាត់ឆា ឆ្ងាញ់ ទៀត សំខាន់ បើ យើង ចង់ ទិញ ម៉ាត់ឆា ឆ្ងាញ់ ផ្សាទៅ ផ្ទះ អី មក កន្លែង ហ្នឹង គឺ ត្រូវ មក កូន កៅ គេ ខ្ជិះ ជូត ខ្ញុំ តែ បាច់ មើល តម្លៃ Oh my god 28,578 yen ថ្លៃ តប នេះ ជា ប្រភេទ នំ ម៉ាត់ឆា សម្រាប់ភ្ញៀវទេសចរនៅពេលដែលគិតលុយយើងចង់ទិញអីវ៉ាន់អីចឹងគេដឹងតែសួររក passport បើសិនជាយើងមាន passport គេអត់គិតពន្ធពីយើងទេអរគ្នាបើយើងចង់មក shopping នៅជប៉ុនណាយើងគួរតែដាក់ passport តាមខ្លួនព្រោះអីនៅពេលដែលយើងដាក់ passport តាមខ្លួនយើងទិញអីទៅយើងហុច passport ឲ្យគេទៅគេអត់គិតតាក់យើងនៅតាមផ្លូវយើងដើរពី Yuji ទៅរកស្ថានីយ៍រថភ្លើងដើម្បីជិះទៅ Osaka អញ្ចឹង Osaka យើងទៅលេងបានតែមួយល្ងាចទេបែរជា
2 ម៉ោងអីយើងទៅគីយ៉ូតូវិញហើយពេលពួកខ្ញុំបានចេញពីរថភ្លើងហើយទៅដល់ស្ថានីយ៍នៅអូសាកានោះនិយាយពីថាអូមនុស្សច្រើនណាស់នៅអូសាកានេះមនុស្សច្រើនទីក្រុងគឺស្អាតមែនតើអ្នកទាំងអស់គ្នាភ្លឺចែងចាំងគ្រប់កន្លែងតែម្ដងបើនិយាយពីយុវវ័យវិញតែងខ្លួនស្អាតភ្លឹងហើយគេដើរលេងមើលទៅសើចសប្បាយរៀងអ៊ូអូក៏ដូចជារៀងញញ៉ៃចឹងនៅតូក្យូបើតូក្យូមនុស្សមហាត្រឹមត្រូវអត់និយាយស្ដីអីសឹងថាអត់មើលមុខគ្នាពីណាមិនទៅតែពេលដែលមកដល់អូសាកាមានអារម្មណ៍ថាមនុស្សដែលមកលេងអូសាកាភាគច្រើនគឺពួកគាត់ចូលចិត្តសប្បាយសើចអ៊ូអូហើយមានគេរាំមានអីតាមផ្លូវមានគេចាក់ភ្លេងចាក់អីតាមផ្លូវរៀងញញ៉ៃបើនៅតូក្យូអត់ទេស្ងប់ស្ងាត់ហ្មងឡើងសភាពរបៀបថាសភាពហ្មងលើតូក្យូពេលមកខ្ញុំមកដល់កន្លែងនេះមានអារម្មណ៍ថារៀងសប្បាយតិចដោយសារនៅពេលដែលយើងឃើញគេសប្បាយឃើញគេសើចឃើញគេដើរលេងអីចឹងទោះយើងសប្បាយដល់ពេលនៅតូក្យូមានអារម្មណ៍ថាងាកទៅណាក៏ឃើញមនុស្សសកុតសគុំអត់និយាយស្ដីអីចឹងអត់មានអារម្មណ៍ថាវារៀងសប្បាយដល់ពេលមកដល់នេះអ៊ូអូខ្លាំងតែពួកខ្ញុំមកលេងនឹងបានតែមួយផ្លែតទេមួយវិញទៀតបើកន្លែងញ៉ាំអីហាងញ៉ាំអីគឺសវោហើយមនុស្សពេញណែនហ្មងនៅនឹងគេល្បីគ្រឿងសមុទ្រសង្ឃថាគ្រប់ហាងមានគ្រឿងសមុទ្រហើយនឹងសាច់គោកូបេអីហ្នឹងគឺល្បីស៊ូស៊ីអីក៏តំណងដែរហើយហាងនីមួយសិតតែមនុស្សតំងជួចាំនឹងបានន័យថាហាងហ្នឹងសិតតែកន្លែងឆ្ងាញ់ហើយពួកខ្ញុំឃើញមនុស្សចាំច្រើនពេកក៏អត់សូវចង់ចូលដែរដឹងតែវាឆ្ងាញ់ប៉ុន្តែយើងអត់សូវមានពេលច្រើនអញ្ចឹងហើយមើលកន្លែងណារៀងស្រឡះពួកខ្ញុំក៏ចូលទៅញ៉ាំអីមួយផ្លែតដើម្បីរៀបចំដើរទៅមើលម្ដុំហ្នឹងនឹងត្រៀមទៅគីយ៉ូតូវិញដើរក៏ប្រទេសស៊ូស៊ីកន្លែងនេះគឺរៀងស្ងាត់ពួកខ្ញុំក៏ចូលកន្លែងហ្នឹងហ្មងឥឡូវសម្រាប់ចិត្តថាយើងចូលញ៉ាំស៊ូស៊ីនៅកន្លែងនេះហើយពួកអីវាស្រឡះមានកន្លែងអង្គុយមកល្មមហើយមើលទៅតំណងឆ្ងាញ់ដែរអ្នករីម្នាក់នេះចេះតែតាពីទេអត់ចេះទៅអីផ្សេងអត់ចេះអត់ចេះអីទាំងអស់ហើយគឺយើងបានហៅម៉ានមុខនេះញ៉ាំគឺមានស៊ុបត្រីបាយឆាហើយនឹងអាគ្រឿងសមុទ្រមានស៊ូស៊ីអីនេះខ្ញុំទៅមើលទៅឡើង fresh ហ្មងឡើងស្រស់ហ្មងអ្នកទាំងអស់គ្នាញ៉ាំដំបូងរៀងឆ្ងាញ់ដែរទៅពេលយូរទៅមានអារម្មណ៍ថាចាស់អារម្មណ៍ថាកន្លែងហ្នឹងវាមិនសូវឆ្ងាញ់ណាស់ណាទេបានមួយមុខឆ្ងាញ់គឺបាយឆាអានោះអាត្រី2ចាននោះពួកខ្ញុំមិនដឹងថាមានបាយនៅក្រោមហ្នឹងការពិតក្រោមហ្នឹងសិតតែបាយឡើងពេញហ្មងគេដាក់ត្រីទៅលើហ្នឹងហើយខ្ញុំអត់ដឹងហៅមកទៀតហើយបាយឆាមួយចានទៀតអញ្ចឹងបាយ3ចានគឺច្រើនអ្នកទាំងអស់គ្នាញ៉ាំអត់អស់ទេណាមួយពួកយើងហៅទៅដោយសារតែតាំងពីព្រឹកមកយើងញ៉ាំបាយអាប្រអប់នំបន្តិចហើយនំណែកបន្តិចទេអត់បានញ៉ាំបាយអីច្រើនអញ្ចឹងមានតែពេលល្ងាចទេដែលយើងដើរលេងរួចហោះហើយយើងបានញ៉ាំអីរៀងច្រើនមកក្រៅពីនោះយើងទុកពេលសម្រាប់ដើរលេងតែម្ដងដាក់បាយពីខាងហ្នឹងគេដាក់សាច់រាំវិញមកខ្ញុំឆ្ងាញ់ចាបន្ទាប់ពីញ៉ាំអីមិញរួចរាល់ហើយរៀងឆ្អែតហើយយើងក៏ដើរចេញទៅរកកន្លែង Running Man វិញម្ដងសារតា Running Man ហ្នឹងគឺជាផ្លាកសញ្ញាដ៏ល្បីនៅអូសាកាបើសិនជាយើងមកបានថតរូបជាមួយ Running Man គឺបានន័យថាយើងបានមកលេងអូសាកាដែរអញ្ចឹងពួកខ្ញុំក៏ដើរទៅរកដើរក៏ប៉ះមកដល់កន្លែងនេះកន្លែងនោះគឺ fake គេរូប Running Man ហ្នឹងមិនមែនរូបពិតទេគឺរូបខ្លាំងខ្លាយពួកខ្ញុំក៏ដើរទៅរកកន្លែងរូបពិតវិញម្ដងនិយាយពីថាមនុស្សច្រើនហ្មងទាំងភ្ញៀវជាតិទាំងភ្ញៀវអន្តរជាតិគឺគេមកលេងកន្លែងហ្នឹងច្រើនណាស់ហើយអ៊ូអូសប្បាយណាស់ទាំងអស់គ្នាមានសកម្មភាពជិះទូកជិះអីតាមនឹងទៀតពួកខ្ញុំក៏ចង់ជិះដែរតែពួកយើងអត់មានពេលពួកខ្ញុំមានពេលនៅអូសាកាតែកន្លះថ្ងៃទេដល់ពេលអញ្ចឹងបានមកតែកន្លែងហ្នឹងទេបើសិនជាគេមានកន្លែងស្អាតផ្សេងទៀតក៏យើងអត់បានទៅដែរអីស្អែកយើងនៅលេងធូរនៅគីយ៉ូតូហើយខាងស្អែកក៏នៅគីយ៉ូតូដែរនៅនេះអ៊ូអូចាក់ភ្លេងមិនចឹងទៅច្រៀងគ្រប់កន្លែងអ៊ូអូច្រៀងតូក្យូវាអត់សូវមានណាគេច្រៀងអីញ៉ៃចេះទេនេះបានដល់កន្លែង Running Man ហ្នឹងហើយមនុស្សចាំថតរូបច្រើនសាហាវព្រៃផ្សៃអីហើយនឹងមានទៅហូបកន្លែង Running Man នឹងមួយប៉ុន្តែគេផ្អើលមកឡើងណែនតាន់តាប់ពេញនឹងហ្មងគឺមនុស្សច្រើនណាវាដូចជាមិនសូវមានអីស្អាតប៉ុន្តែគ្រាន់តែថាវាល្បីអញ្ចឹងហើយគេបុកមកកន្លែងហ្នឹងហ្មង
ឥឡូវនេះយើងត្រូវដើរទៅរកស្ថានីយ៍រថភ្លើងដើម្បីជិះទៅកាន់គីយ៉ូតូវិញដោយសារតែពីអូសាកាទៅគីយ៉ូតូហ្នឹងវាជិត1ម៉ោងហើយឥឡូវនេះយើងចេញមកដល់សណ្ឋាគារដែលពួកយើងស្នាក់នៅគីយ៉ូតូវិញម្ដងបន្ទប់នេះគឺរាងស្អាតដែរអ្នកទាំងអស់គ្នាតម្លៃវាក៏គ្រាន់ជាងនៅតូក្យូហើយធំទូលាយជាងតូក្យូទៀតអូបន្ទប់ទឹកនេះក៏រៀងធំទូលាយជាងនៅតូក្យូដែរនេះខែគេងរបស់យើងចាំមើលចង់ដឹងមាន view អីអត់អូនេះបាន view ដែរតើនេះមាន view outside ដែរតើមកទូចមួយអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងអរគុណបងប្អូនដែលបានទស្សនាវីដេអូនេះហើយបើមានកំហុសក៏ឆ្គងកន្លែងណាអីសូមបងអធិស្ឋានផងសូមអរគុណ